ការបដោទីតាំងការិយាល័យថ្មីរបស់ Adore ក្នុងអគារ Hype បង្កឲ្យមានការជជែកដេញដោលយ៉ាងក្តៅគគុកឯកសារក្រុមហ៊ុនដែលទៅតែលេចធ្លាយថ្មីនេះបានបង្កឲ្យមានការជជែកដេញដោលយ៉ាងក្តៅគគុកបន្ទាប់ពីបង្ហាញថា Adore Source Music និងផលិតកម្មបង្កើតថ្មី ABD ត្រូវបានចុះបញ្ជីនៅលើជាន់តែមួយក្នុងទីស្នាក់ការកណ្ដាលរបស់ Hype នាទីក្រុងសេអ៊ូលដើមចមនៃកង្វល់នឹងការដេញដោលនេះគឺដោយសារតែកើតឡើងចេញពីចំនួននាពេលកន្លងមកកាលពីខែមេសាឆ្នាំ2024អតីតអគ្គនាយិការបស់ Adore គឺលោកស្រី Min Hye-jin បានចោទប្រកាន់ Belief Lab ថាបានលួចចម្លងរចនាប័ទ្មរបស់ New Jean យកទៅប្រើប្រាស់លើក្រុម Elite ព្រមទាំងសម្លៀកបំពាក់ក្បាច់រាំរូបថតនិងវីដេអូហើយនៅក្នុងគណៈពេលនោះដែរ Belief Lab បានបដិសេធនិងបានប្តឹងលោកស្រីពីបទបរិហាកេរ្តិ៍ចំនួនការតរីធំឡើងនៅពេលដែលលោកស្រី Min បាននិយាយប៉ះពាល់ដល់ក្រុមលើ Seraphim ដោយបានអះអាងថាការប្រកាសបង្ហាញខ្លួនរបស់ក្រុមនេះបានប៉ះពាល់ដល់ការវិភាគបង្ហាញខ្លួនរបស់ក្រុម New Jean រហូតឈានដល់ការប្តឹងផ្តល់គ្នាតាមផ្លូវច្បាប់បន្ថែមទៀតផ្អែកលើប្រវត្តិចំនួនដ៏តឹងតែងរវាង Hype Adore Min Hye-jin និង New Jean នេះហើយទើបអ្នកគាំទ្រយល់ថាការឲ្យបុគ្គលិក Adore ធ្វើការនៅជាន់តែមួយជាមួយបុគ្គលិកនៃផលិតកម្មដទៃទៀតគឺជារឿងដ៏គួរឲ្យអស់សំណើចនិងទើសទាល់យ៉ាងខ្លាំងអ្នកគាំទ្រខ្លះបានលេងសើចថា Adore និង New Jean គួរតែត្រូវបានគេផ្លាស់ប្ដូរទីតាំងឲ្យឆ្ងាយពី Hype ជាងនេះនិងអ្នកខ្លះទៀតនិយាយថាបុគ្គលិកទាំងអស់ប្រហែលជាត្រូវប្រុងប្រយ័ត្នគ្នាខ្ពស់លើរាល់សកម្មភាពរបស់ខ្លួនជាមួយគ្នានេះដែរមហាជនជាច្រើនបានសម្ដែងការយល់ឃើញថាស្ថានភាពបែបនេះនឹងបង្កើតបរិយាកាសការងារដែលមិនស្រណុកចិត្តសម្រាប់គ្រប់ភាគីទាំងអស់ដែលធ្លាប់មានរឿងរកាំរកូសជាមួយគ្នា